គ្រប់អេពីសូតទាំងអស់គឺយើងតែងតែបង្ហាញអំពីម៉ូដថ្មីៗហើយពិសេសជូនដល់បងប្អូនទស្សនាជាពិសេសនោះគឺម៉ូដដែលមានរចនាបថខ្មែរដែលរចនាដោយផ្ទាល់ដោយក្រុមហ៊ុន Vietnam រចនាត្រូវដឹងថាតើអេពីសូតមួយនេះនឹងមានអ្វីថ្មីប្លែកតែជូនដល់បងប្អូនសូមជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងដូចតទៅបាទជំរាបសួរត្រឹមម្ដងទៀតសួរអាវុធអេពីសូតមុនយើងលើកបង្ហាញអំពីម៉ូដដែលយើងបានរចនាមករៀងយូរដែរយកមកបង្ហាញឡើងវិញបាទហើយសម្រាប់អេពីសូតនេះតើត្រូវតែមានម៉ូដដែលយើងរចនាទុកយូរហើយយកមកបង្ហាញឬក៏ម៉ូដទៅរចនាថ្មីៗយកមកបង្ហាញបាទដោយសារតែអេពីសូតមុនបង្ហាញម៉ូដតាប់ទុកយូរហើយតែអេពីសូតនេះសូមបង្ហាញម៉ូដថ្មីសម្រាប់ឆ្នាំ2025បាទម៉ូដថ្មីឆ្លាងតែម្ដងបាទម៉ូដថ្មីប៉ុន្តែម៉ូដថ្មីនេះគឺចេញថ្មីអត់បានប៉ុន្មានហ្នឹងគឺអតិថិជនគាត់ធ្វើការកំងបាត់ហើយបាទអូនិយាយទៅម៉ូដថ្មីនេះចេញភ្លាមបានភ្លាមហ្មងបាទអញ្ចឹងកុំខាត់ពេលយូរត្រូវជួយបង្ហើបពីទ្វារនឹងបន្តិចតើវាមានឈ្មោះឬក៏មានអត្ថន័យបែបម៉េចដែរអញ្ចឹងណាបាទឈ្មោះទ្វារថ្មីនេះគឺទ្វារបរមនគរបាទបងប្អូនខ្ញុំគ្រាន់តែលើឈ្មោះមានអារម្មណ៍ថារឿងប្លែកជាងទ្វាររដងណាអញ្ចឹងត្រូវជួយបកស្រាយបន្តិចតែប៉ុនជាមួយទ្វារបរមនគរហ្នឹងបាទទ្វារនេះធ្វើការរចនាឡើងខុសពីទ្វារពូណនក៏ខុសពីទ្វារទេពមង្គលដែរព្រោះទ្វារនេះគឺយើងបានប្រើប្រាស់ក្បាច់អង្គរយកមករចនាទៅលើទ្វារអញ្ចឹងប្រហែលជាអតិថិជនអាចនឹងថាពេលឃើញអាចនឹងមានអារម្មណ៍មួយថាអូប្លែកមែនតើព្រោះដោយសារកន្លងមកគឺភាគច្រើនយើងការរចនារបស់យើងគឺយើងប្រើក្បាច់ភ្ញីទេសភាគច្រើនអញ្ចឹងមកតួទ្វារហ្នឹងគឺយើងប្រើក្បាច់អង្គរសុទ្ធតែម្ដងបាទប្រើក្បាច់អង្គរសុទ្ធហើយមិនត្រឹមតែប្រើក្បាច់អង្គរយើងប្រើទាំងរូបប្រាសាទអង្គរវត្តទៀតក្បាច់អង្គរបងប្អូនក្បាច់អង្គរគឺលម្អិតខ្លាំងមែនតើស្ទាប់មួយទៅស្ទាប់មួយណាគឺច្រើនជាន់ហើយវាមានភាពស្មុគស្មាញក្នុងការធ្វើយើងមើលទៅលើចម្លាក់ស៊ីម៉ងថ្មជាងគាត់ធ្វើការអូបគាត់ធ្វើការជាឆូតអីចឹងក៏ស្មុគស្មាញដែរតំបន់តែយើងធ្វើទៅលើដៃសុទ្ធអញ្ចឹងទាំងសុទ្ធតែទ្វារហ្នឹងក្បាច់អង្គរទាំងអស់ហ្នឹងតែយើងចាក់ពុំយកហ្មងនេះគឺយើងធ្វើមិនដែរបាទមិនថាភ្ញីទេសឬមួយក៏ក្បាច់អង្គរទេគឺយើងនៅតែធ្វើដោយដៃអត់មានពុំទេត្រឡប់មកដល់ឈ្មោះបរមនគរនៃទ្វារហ្នឹងវិញតើមូលហេតុអ្វីឬក៏មានកត្តាអ្វីដែលត្រូវលើកយកពាក្យបរមនគរនេះយកមកដាក់នៅលើទ្វារនេះមិនបានត្រូវដាក់ឈ្មោះអញ្ចឹងមិនបានអញ្ចឹងឈ្មោះបរមនគរនេះគឺយើងយោងតាមរូបប្រាសាទអង្គរវត្តដែលយើងបានដាក់នៅតួទ្វារអមសងខាងនៃតួទ្វារបាទដោយសារតែប្រាសាទអង្គរមានឈ្មោះដើមបរមវិស្ណុលោកអញ្ចឹងយើងបានធ្វើការដាក់ប្រាសាទអង្គរទៅលើតួទ្វាររបស់យើងអញ្ចឹងយើងកាត់ពាក្យវិស្ណុលោកចេញបាទយើងនៅសល់ពាក្យបរមហើយយើងបូកចូលជាមួយនឹងនគរអញ្ចឹងយើងបានឈ្មោះទ្វារបរមនគរអូនិយាយទៅឈ្មោះនេះយើងមិនមែនដាក់ដើម្បីតែមានអត្ថន័យទេយើងយោងពីឈ្មោះដើមរបស់អង្គរវត្តយើងឆ្លិចយកពាក្យដើមមកហើយយើងបូកជាមួយនឹងនគរខ្ញុំដឹងពាក្យថានគរហ្នឹងដូចជាស្មើនឹងពាក្យអង្គរដែរតែបាទពាក្យនគរពាក្យអង្គរគឺអាចស្មើគ្នាបានបាទអតិរិទ្ធរំពឹងបែបណាដែរសម្រាប់ទ្វារមួយម៉ូដនេះតើរំពឹងតាមមានការគ្រប់គ្រងខ្លាំងពីសំណាក់អតិថិជនក៏ដូចជាបងប្អូនខ្មែរយើងបាទអញនិយាយបានថាទ្វារនេះគឺខ្ញុំធ្វើការរំពឹងខ្ពស់ដោយសារតែទី1ទ្វារនេះគឺពេលដែលយើងចេញម៉ូដទៀមគឺយើងទទួលបានការធ្វើពីអតិថិជនតែម្ដងដែលសម្រាប់បានដាក់បំពាក់ជូនគេថាអតិថិជនហ្នឹងគឺមានមួយគម្រោងប៉ុន្តែតាមដែលផ្នែកលក់គាត់បានផ្ដល់ដំណឹងមកថាមានអតិថិជនកំពុងតែសិក្សាគម្រោងហ្នឹងច្រើនដែរបាទអញ្ចឹងខ្ញុំហ៊ានរំពឹងថាអាចស្មើទ្វារហ្វូណនឬមួយក៏លើសទ្វារហ្វូណនផងសម្រាប់ទ្វារបរមនគរនេះតើធិរិទ្ធរករូបអង្គរវត្តមកដាក់លើទ្វារហើយបង្កើតទៅជាឈ្មោះបរមនគរមានគោលបំណងមិនដែរបាទគោលបំណងដែលបានរចនាឡើងហើយដាក់រូបប្រាសាទអង្គរទៅលើតួទ្វារនេះគឺយើងដឹងស្រាប់ហើយគឺយើងឃើញអង្គរវត្តគឺអាចបង្ហាញពីអត្តសញ្ញាណមួយរបស់ប្រទេសខ្មែរយើងហើយសូម្បីតែនៅលើទង់ជាតិយើងក៏យើងប្រើប្រាស់ប្រាសាទអង្គរវត្តដែរបាទហើយទី2នោះគឺប្រាសាទអង្គរវត្តក៏ជាបេតិកភណ្ឌរបស់ពិភពលោកដែរបាទហើយទៅលើប្រាសាទអង្គរនេះគឺយើងមិនមែនដាក់តែរូបប្រាសាទអង្គរទេគឺយើងមានចំណុច detail ច្រើនដែរលើប្រាសាទអង្គរនេះគឺយើងមានទី1ដើមត្នោតក៏ជាអត្តសញ្ញាណរបស់យើងដែរបាទហើយយើងមានលំអទេសភាពមួយចំនួនមានសត្វហោះហើយនឹងមានពពកមានអីចឹងទៅវាមើលទៅដូចជារូបភាពពិតដែរវាបង្ហាញពីទស្សនវិជ្ជានៅក្នុងប្រទេសខ្មែរយើងដែរហើយអីដែលចំណុចពិសេសទី3សម្រាប់ទាំងអង្គរហ្នឹងគឺយើងបានប្រើប្រាស់ព្រះអាទិត្យនៅលើកំពូលកណ្ដាលនៃប្រាសាទអង្គរតែយើងចង់បង្ហាញអំពីព្រឹត្តិការណ៍ដែលកើតមានមិនច្រើនទេតែនៅក្នុងហ្នឹងអាចថាមានខ្មែរយើងមួយដែរដែលយើងហៅថាព្រឹត្តិការណ៍សម័យរាត្រីគឺព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបាទគឺយើងបានរំលេចព្រឹត្តិការណ៍សម័យរាត្រីទៅលើរូបប្រាសាទអង្គររបស់យើងដូចគ្នា
បាទអញ្ចឹងសម្រាប់ទ្វារបរមនគរនេះគឺមិនត្រឹមតែបញ្ចូលនៅរចនាបថថាខ្មែរដែលមានពាក់បាច់អង្គរទេបន្ថែមពីលើរូបអង្គរវត្តហើយទិដ្ឋភាពទាំងមូលហើយក្នុងរូបភាពហ្នឹងគឺបញ្ជាក់អំពីព្រឹត្តិការណ៍សម័យដតីដ៏អស្ចារ្យរបស់ប្រាសាទអង្គរវត្តដែលដូនតារបស់យើងបានកសាងឡើងមកវាមិនមែនជាភាពចៃដន្យទេតែបង្ហាញពីភាពអស្ចារ្យរបស់ដូនតាខ្មែរយើងតាំងពីបុរាណកាលមកអេពីសូតមួយនេះខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រកាសជាចាប់អារម្មណ៍ខ្លាំងដូចខ្ញុំដែរព្រោះខ្ញុំចាប់អារម្មណ៍តាំងពីឈ្មោះដំបូងចាប់អារម្មណ៍តាំងពីការប្រើក្បាច់អង្គរដែលយើងអាចប្រើមុនមកហើយបើតាមរូបរាងក្នុងវីដេអូនេះបងប្អូនប្រកាសឃើញថាវាស្រស់ស្អាតហើយវាអស្ចារ្យប៉ុណ្ណាអញ្ចឹងហើយចុងក្រោយត្រូវមានពាក្យពេចន៍អីសម្រាប់ថ្លែងអំណរគុណដល់អតិថិជនដំបូងដែលបានជាវក៏ដូចជាកំងលើទ្វារបរមនគរនេះដែរបាទសូមអរគុណដល់បងប្រុសដែលជាម្ចាស់ហេដ្ឋានដែលបានធ្វើការកំងនៅទ្វារបរមនគរហើយក៏អរគុណដល់អតិថិជនចាស់និងថ្មីកន្លងមកដែលតែងតែគ្រប់គ្រងរាល់ការរចនាប្លង់ថ្មីរបស់ក្រុមហ៊ុន Vinheng រចនាបាទអញ្ចឹងសម្រាប់អេពីសូតមួយនេះក៏បានឈានដល់ទីបញ្ចប់ខ្ញុំបាទរ៉ាបុតបាទខ្ញុំបាទធីរិតក៏សូមអរគុណសូមជម្រាបលា